នេះជាឆាកជីវិតពិតមិនមែនជារឿងប្រឡំលោកតែនិពន្ធឡើងសម្រាប់កំសាន្តនោះទេតើទុក្ខលំបាករបស់អ្នកម៉ែធំធេងដល់កម្រិតណាចំពោះកូនអ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំអ្នកម្ដាយបានពោពុះតស៊ូរក្សាទីរុក្នុងផ្ទៃចំនួន9ខែ10ថ្ងៃដោយក្តីលំបាកអ្នកម៉ែភ័យបារម្ភតក់ស្លុតស្ទើរតែផុតជីវិតនៅពេលប្រសូតបុត្រអ្នកម៉ែបានចំណាយកម្លាំងកាយកម្លាំងចិត្តដើម្បីបីបាច់ថែរក្សាអប់រំកូនទោះក្នុងកលៈទេសៈបែបណាក៏ដោយទោះបីជាកូនធំធាត់អាចថែរក្សាខ្លួនឯងបានក៏ដោយក៏អ្នកម្ដាយនៅតែបារម្ភនៅតែគិតរហូតដល់ខ្លួនរលត់សង្ខារអ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំក្រសួងកិច្ចការនារីសហការជាមួយអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នក្រោមការឧបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទចល័ត Smart Mobile បានរៀបចំនៅព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនៃការប្រគំតន្ត្រីអបអរសាទរខួបលើកទី101នៃទិវាអន្តរជាតិនារីឆ្នាំ2012ក្រោមប្រធានបទអ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំជាមួយនឹងសន្ធឹកសំឡេងហូរកញ្ជ្រៀវដ៏រំភើបពេញពហុកីឡដ្ឋានជាតិអូឡ িম্প ិកជាមួយនឹងការចូលរួមទេសនាដោយសេរីព្រមជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសិល្បករសិល្បករនីល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាលោកព្រាបសុវត្ថិកញ្ញាមីសុកសាភាលោកករណាពេជ្រកញ្ញាសុកពិសីលោកណាំប៊ុនរតនិងក្រុមកំ pl ែងនេះកុយហើយកាន់តែពិសេសជាងនេះទៅទៀតក៏មានការចូលរួមពីក្រុមអាចារ្យឆ្លៃឆ្លងលោកប្រមាញថែមទៀតផងកុំភ្លេចចូលរួមទេសនាដោយសេរីនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកនៅថ្ងៃពុធទី7ខែមីនាឆ្នាំ2012វេលាម៉ោង 9 ល្ងាចតទៅឧបត្ថម្ភដោយ Smart Mobile ជីវិតដ៏ឆ្លាតវៃ